ធនធានគេសុកខេនបានរំពឹងទុកថាតម្លៃមាសអាចនឹងមានការកើនឡើងរហូតដល់$5,000ក្នុងមួយដំឡឹងនៅដើមឆ្នាំ2026សូមស្វាគមន៍មកកាន់ព័ត៌មានហិរញ្ញវត្ថុរបស់ Alpha Insight ថ្ងៃទី20ខែមិថុនាឆ្នាំ2025នាពេលបច្ចុប្បន្ននេះទំនោររបស់តម្លៃហាងឆេងមាសហាក់ដូចជាមានការប្រែប្រួលខណៈពេលដែលមាសបានស្ថិតនៅក្នុងទំនោរស្ថិរភាពដែលស្ថិតក្រោមកម្រិតតម្លៃ$4,100ក្នុងមួយដំឡឹងប៉ុន្តែធនធានគេសុកខេនមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបោះបង់ចោលនៅរហ័សដ៏មានតម្លៃមួយនេះនោះទេនាយករដ្ឋសាស្ត្រទីផ្សាររបស់ធនធានគេសុកខេនកំពុងតែរក្សាមាសរបស់ខ្លួនបន្តរហូតដល់ត្រីមាសទី3ដោយរំពឹងទុកថាតម្លៃមាសនឹងមានសន្ទុះកើនឡើងខ្លាំងដោយសារតែភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយដែលកំពុងតែបន្តកើនឡើងកម្ដៅនៅក្នុងយុទ្ធសាស្ត្រពហុទ្រព្យសកម្មដែលធ្វើបច្ចុប្បន្នភាពរបស់ខ្លួនធនធានគេបារាំងមួយនេះបាននិយាយថាពួកគេមិនប្រញាប់ប្រញាល់នៅក្នុងការលក់មាសចាញ់ដើម្បីទទួលបានប្រាក់ចំណេញនោះទេដែលនៅពេលបច្ចុប្បន្ននេះកម្រិតតម្លៃរបស់មាសគឺស្ថិតនៅខាងក្រោមគោលដៅ$4,800នៅក្នុងមួយដំឡឹងរបស់ពួកគេនៅឡើយហើយនៅវិភាគនៅតែមានសតិធនិយមចំពោះមាសខណៈដែលធនធានគេកណ្ដាលជុំវិញពិភពលោកក៏បន្តបង្កើនទុនបម្រុងមាសរបស់ពួកគេហើយធ្វើពិបត្តិកម្មឆ្ងាយពី$អាមេរិកដែលកំពុងតែមានភាពទន់ខ្សោយខ្លាំងការទិញមាសរបស់ធនធានគេកណ្ដាលនៅតែបន្តជំរុញឲ្យតម្លៃមាសដែលយើងអាចបានប្រមាណថាមាសអាចនឹងមានការកើនឡើងដល់ទៅ$5,000ក្នុងមួយដំឡឹងនៅត្រីមាសទី2ឆ្នាំ2026ខាងមុខនេះក្នុងរយៈពេលដ៏ខ្លីធនធានគេសុកខេនរំពឹងទុកថាតម្លៃមាសនឹងបន្តស្ថិតនៅក្នុងទំនោរស្ថិរភាពរហូតដល់រដូវក្តៅជាមួយនឹងកម្រិតតម្លៃមធ្យមប្រចាំត្រីមាសប្រហែលជា$4,150ក្នុងមួយដំឡឹងសន្ទុះរបស់មាសត្រូវបានគេរំពឹងទុកថានឹងបង្កើនល្បឿននៅក្នុងត្រីមាសទី4ហើយនឹងបន្តរហូតដល់ឈូមមាសទី1ឆ្នាំ2026ហើយសុកខេនក៏បានលក់នៅមូលបត្របំណុលរដ្ឋាភិបាលចក្រភពអង់គ្លេសរយៈពេល10ឆ្នាំរបស់ខ្លួនទាំងអស់ផងដែរនិងមូលបត្របំណុលសាជីវកម្មរបស់សហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុបផងដែរក្នុងការនាំចូលមាសបន្ថែមបើទោះបីជាសម្ពាធតម្លៃបានធូរស្រាលជាងការរំពឹងទុកកាលពីខែមុនក៏ដោយក៏អ្នកយុទ្ធសាស្ត្រទីផ្សារបានប្រមានថាភាពមិនប្រកបជានៃសេដ្ឋកិច្ចកំពុងតែបន្តកើនឡើងកម្ដៅហើយហានិភ័យនៃអតិផរណាក៏នៅតែមានការកើនឡើងផងដែរហើយការកើនឡើងនៃអតិផរណាដែលលើសពីការរំពឹងទុកនោះក៏អាចនឹងធ្វើឲ្យធនាគារកណ្ដាលបង្ខំចិត្តនៅក្នុងការកាត់បន្ថយអត្រាកំប្រាក់របស់ខ្លួនដែលជាចំណុចធ្វើឲ្យវិនិយោគិនក្រឡេកទៅមើលមាសកាន់តែច្រើនសូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ Alpha Insight